Lưu tu sạ tiên mới chấm luôn đại quạt tay đại lực lang tha và chấm tư bờ thì cái này nó cứ viên cái ấy mà cha hay tổ miền lui miền sai ban bờ chuột bong phôn kịch xa làng vinh ba ra thì bờ trôi sạ phun mưa tập ba vĩnh cứ bọt bị sao bọt nhóm cứ đồng vợ ở dương nó tiêm tia sạ tập hiệp cũ tẹt tô tao cho mẹ đăng chùm điên bọt bị sao bao dương hai thử tại dương nó khát không bao quanh sao chiêu bị sơi mưa ai cả giá đầm bay thì hai giới miênสมรรถភាពគ្រប់គ្រាន់ក្នុងការប្រឡងចូលស្លាប់ប្រមូលតបានហើយឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមហ៊ុនម៉ាណីដោយឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដឹកនាំជួយជាច្រើនទៅដល់ដំណើរការនៃការប្រឡងរបស់បេក្ខជនខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនខិតខំប្រឹងប្រែងរៀនសូត្រដកខាត់សមត្ថភាពរបស់ខ្លួនដើម្បីត្រៀមខ្លួនប្រកួតប្រជែងជាមួយបេក្ខជនដទៃទៀតកិច្ចចាប់ផ្ដើមខ្ញុំបាទសូមគោរពថ្នាក់ដឹកនាំជាទីគោរពដ៏ខ្ពង់ខ្ពស់និងសូមគោរពសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាជាទីស្រឡាញ់រាប់អានខ្ញុំបាទឈ្មោះជានបន្ថងជានិស្សិតមកពីមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Belty អន្តរជាតិហើយក៏ជាសិស្សមន្ត្រីក្រមការចំនួនទី12នៃសាលាភូមិរដ្ឋបាលផងដែរថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសដែលមានឱកាសបានឡើងមកចែករំលែកបទពិសោធន៍តាក់ទងទៅនឹងការធៀបប្រឡងចូលសាលាភូមិរដ្ឋបាលដើម្បីក្លាយជាមន្ត្រីរាជការប្រកបទៅដោយសមត្ថភាពនិងសិលធម៌ហើយមុននឹងឈានទៅដល់ការចែករំលែកខ្ញុំសូមគូសបញ្ជាក់បងប្អូនបន្តិចស្វែងយល់ពីសាលាភូមិរដ្ឋបាលថាតើសាលាភូមិរដ្ឋបាលហ្នឹងគឺសិក្សាផ្ដោតទៅលើអ្វីសាលាភូមិរដ្ឋបាលគឺជាសាលាបន្តបណ្ដាសាធារណៈដែលស្ថិតនៅក្រោមចំណុះរបស់ក្រសួងមុខងារសាធារណៈហើយទូនាទីចម្បងរបស់សាលាភូមិរដ្ឋបាលគឺទី1គឺតាក់ទងទៅនឹងជ្រើសរើសនិងបន្តបណ្ដាសិស្សមន្ត្រីបានន័យថាពួកគាត់គឺមានទូនាទីក្នុងការបន្តបណ្ដាទៅលើសិស្សមន្ត្រីជាន់ខ្ពស់ក៏ដូចជាសិស្សមន្ត្រីក្រមការដើម្បីឲ្យពួកគាត់នឹងប្រែក្លាយទៅជាមន្ត្រីរាជការហើយទី2គឺតាក់ទងទៅនឹងបន្តបណ្ដាបន្តតាមរយៈវគ្គពិកិត្តការក៏ដូចជាវគ្គសុកិត្តការជាដើមហើយសាលាភូមិរដ្ឋបាលក៏មានទូនាទីក្នុងការចែករំលែកបង្កើតជាសិក្ខាសាលាវេទិកាកំណែតម្រង់ដើម្បីចែករំលែកទៅដល់សិស្សនិស្សិតមន្ត្រីសាធារណៈក៏ដូចជាមន្ត្រីរាជការជាដើមហើយខ្ញុំសូមណែនាំបងប្អូនបើសិនបើបងប្អូនចង់យល់កាន់តែច្បាស់អំពីសាលាភូមិរដ្ឋបាលខ្ញុំណែនាំឲ្យបងប្អូនទៅមើលពហិច្ឆិកលេខ258ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសាលាភូមិរដ្ឋបាលឥឡូវគឺយើងបកចូលមកកាន់ប្រធានបទរបស់យើងវិញតាក់ទងទៅនឹងនីតិវិធីនៃការធៀបប្រឡងចូលសាលាភូមិរដ្ឋបាលគឺតម្រូវឲ្យយើងនឹងទាមទារសមត្ថភាពខ្ពស់តាក់ទងទៅនឹងចំណេះដឹងជំនាញបទពិសោធន៍របស់យើងហើយត្រូវតែយើងនឹងខិតខំប្រឹងប្រែងស្រាវជ្រាវ research មើលឯកសារដើម្បីធានាថាយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឡងចូលសាលាភូមិរដ្ឋបាលហើយខ្ញុំបាទក៏គូសបញ្ជាក់ផងដែរថាតាក់ទងទៅនឹងការប្រឡងចូលសាលាភូមិរដ្ឋបាលគឺអនុវត្តទៅតាមនិយមនៃការប្រឡងចូលមានដូចជាគុណធិបតេយ្យតម្លាភាពយុត្តិធម៌ប្រសិទ្ធភាពនិងបរិយាបន្នហើយបងប្អូនកុំខ្លាចរអាឬមួយក៏ឮទស្សនៈទានមួយចំនួនដែលគាត់តែងតែលើកឡើងថាមិនបាច់ចាំទៅប្រឡងទេកន្លែងហ្នឹងគឺមានកៅអីមានម្ចាស់ហើយតើមានលុយមានខ្សែបានប្រឡងជាប់បងប្អូនអាចគិតសារឡើងវិញបានបច្ចុប្បន្ននេះរដ្ឋាភិបាលក្រសួងស្ថាប័នកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើប្រព័ន្ធនៃការរៀបចំដំណើរការនៃការប្រឡងដើម្បីធានានៅប្រសិទ្ធភាពហើយនឹងតម្លាភាពជូនដល់បេក្ខជនទាំងអស់ដែលពួកគាត់បានចូលមកប្រឡងប្រជែងនៅក្នុងសាលាភូមិរដ្ឋបាលក៏ដូចជាការប្រឡងប្រជែងផ្សេងទៀតនាពេលខាងមុខនេះហើយចំពោះខ្ញុំទៀតសោតការប្រឡងប្រជែងខ្ញុំពីមុនគឺសម្រាប់ភាពជឿទុកចិត្តទៅលើការរៀបចំរបស់ក្រសួងគឺខ្ញុំទុកចិត្ត 100% ទៅលើការរៀបចំរបស់ថ្នាក់ដឹកនាំនៃការដឹកនាំអាចារ្យសម្ព័ន្ធដឹកនាំទៅលើការប្រឡងប្រជែងក៏លេខគូសមកមើលការប្រឡងនេះទៀតសោតគឺបងប្អូនកុំភ័យខ្លាចតាក់ទងទៅនឹងអំពើពុករលួយដូចខ្ញុំបានលើកឡើងមុនហ្នឹងគឺក្រសួងគឺមានដំណាក់កាលជាច្រើនដំណាក់កាលពីមួយដំណាក់កាលទៅមួយដំណាក់កាលរាល់ការពិនិត្យហើយមានទាំងអង្គភាពប្រឆាំងអំពើពុករលួយដែលយើងហៅថា ACU គាត់ចូលមកត្រួតពិនិត្យនៅក្នុងដំណើរការនៃការប្រឡងទៀតហើយឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដោយឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដឹកនាំទៅលើការរៀបចំនីតិវិធីនៃការប្រឡងរបស់
បេក្ខជនដែលចង់ក្លាយជាមន្ត្រីរាជការក៏ដូចជាការប្រឡងផ្សេងទៀតដែលធ្វើឲ្យការដឹកនាំគឺស្របទៅតាមនិយមនៃការប្រឡងប្រជែងគឺគុណធិបតេយ្យតម្លាភាពយុត្តិធម៌ប្រសិទ្ធភាពនិងបរិយាបន្នហើយមួយវិញទៀតការប្រឡងប្រជែងនេះធានានៅសមភាពតម្លាភាពដល់បេក្ខជនដោយពួកគាត់អត់ភ័យបារម្ភចំពោះការប្រើប្រាស់នៅអំពើពុករលួយអីនោះទេហើយក៏ខ្ញុំជឿទុកចិត្តការខ្ញុំប្រឡងខ្ញុំជឿទុកចិត្តយ៉ាងខ្លាំងទៅលើប្រព័ន្ធនៃការដឹកនាំរបស់ឯកឧត្តមហ៊ុនម៉ាណីដែលខ្ញុំសូមហៅគាត់ថាជាឯកឧត្តមប្រធានចុះហើយឯកឧត្តមប្រធានទៀតសោតគឺបានជួយជាច្រើនទៅដល់ដំណើរការនៃការប្រឡងរបស់បេក្ខជនខ្ញុំក៏សូមបញ្ជាក់ផងដែរថាការប្រឡងជាប់ខ្លាយជាសិស្សមន្ត្រីក្រុមការជំនាន់ទី12របស់សាលាភូមិន្ទបាលនេះក៏មានការចូលរួមពីសាកលវិទ្យាល័យ Belty ផងដែរដែលសាកលវិទ្យាល័យ Belty ដែលមហាវិទ្យាល័យច្បាប់បានចូលរួមជួយដល់ពួកខ្ញុំដែលធ្វើឲ្យខ្ញុំទទួលបានលទ្ធផលល្អនេះផងដែរតាមរយៈមានសាស្ត្រាចារ្យដែលមានបទពិសោធន៍ហើយមានបរិយាកាសសិក្សាល្អក៏ដូចជា Belty មានកម្មវិធីសិក្សាជាច្រើនដែលលើកទឹកចិត្តដល់និស្សិតឲ្យពួកគាត់មានភាពក្លាហានហើយនឹងមានសមត្ថភាពពង្រឹងនៅសមត្ថភាពរបស់ខ្លួនឯងទាក់ទងទៅនឹងកម្មវិធីមួយចំនួនដូចជា Public Speaking Debate ហើយជាពិសេសគឺកម្មវិធី Practical Training ដែលជាកម្មវិធីដែលខ្ញុំបាទគឺមានឱកាសចប់មើលsemester គឺខ្ញុំមានឱកាសក្នុងការចុះវឹកហាត់ការងារបានម្ដងហើយពេលនោះហើយគឺជាឱកាសរបស់ខ្ញុំដែលខ្ញុំបានទៅសាលាស្ថាប័នធំមួយចំនួនដូចជាស្ថាប័នរដ្ឋសភាទៅគណៈមេធាវីនៃភេជ្ជចក្រកម្ពុជាក៏ដូចជាខ្ញុំបានទៅសាលាដំបងសាលាអូតូតុលាការកំពូលនៃភេជ្ជចក្រកម្ពុជាផងដែរចំពោះនិស្សិតច្បាប់គាត់នៃសាកលវិទ្យាល័យ Belty គាត់បានចុះទៅ Practical Training នៅសាលាភូមិន្ទរដ្ឋបាលផងដែរហើយពួកគាត់គឺបានចុះទៅដល់កន្លែងផ្ទាល់តែម្ដងថាតើដំណើរការនៃសាលាភូមិន្ទរដ្ឋបាលហ្នឹងគឺប្រព្រឹត្តទៅបែបណាហើយដើម្បីចង់ប្រឡងចូលហ្នឹងគឺវាគ្មិនគាត់បានចែកម្លែកថាត្រូវឆ្លងកាត់ដំណាក់កាលអីខ្លះហើយសម្បីតែជាក់ស្ដែងក៏លេខមើលមហាវិទ្យាល័យច្បាប់ខ្ញុំមុនដំបូងគឺខ្ញុំអត់ដឹងទេថាសាលាភូមិន្ទរដ្ឋបាលហ្នឹងគឺជាសាលាអីគេហើយធ្វើម៉េចដើម្បីប្រឡងចូលដើម្បីជាប់បានប៉ុន្តែមានសាស្ត្រាចារ្យគាត់បានណែនាំថាសាលាភូមិន្ទរដ្ឋបាលហ្នឹងគឺជាសាលាបែបណាហើយនៅពេលដែលយើងប្រឡងជាប់យើងនឹងទៅធ្វើការបម្រើការងារបែបណាហើយតកតងទៅនឹងចំណុចនេះគឺទើបខ្ញុំដឹងថាសាលាភូមិន្ទរដ្ឋបាលគឺជាសាលាបែបប្រហាត់បង្រៀនបណ្ដុះបណ្ដាលបែបណាហើយសាស្ត្រាចារ្យក៏បានលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីធៀមខ្លួនប្រកួតប្រជែងដើម្បីក្លាយជាសិស្សសាលាភូមិន្ទរដ្ឋបាលផងដែរតកតងទៅនឹងការប្រឡងចូលការធៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាលវិញគឺបទពិសោធន៍របស់ខ្ញុំគឺទី1ហ្នឹងគឺខ្ញុំចង់ឲ្យបងប្អូនស្វែងយល់ពីសាលាសិនថាតើសាលាគឺដំណើរការបែបណាហើយយើងធ្វើដូចម្តេចដើម្បីអាចចូលរៀននៅសាលាភូមិន្ទរដ្ឋបាលបានដូចជាថាតើសាលាគឺប្រឡងចូលហើយប្រឡងចូលហ្នឹងបែងចែកជា2ដំណាក់កាលដំណាក់កាលទី1គឺយើងប្រឡងទៅលើពហុចម្លើយជ្រើសរើសដែលយើងហៅថា QCM ហើយនៅក្នុងពហុចម្លើយជ្រើសរើសហ្នឹងវាមានច្រើនផ្នែកទៀតវាមានផ្នែកចំណេះដឹងទូទៅប្រវត្តិសាស្ត្រច្បាប់អង្គការអន្តរជាតិដែលទាក់ទងទៅនឹងអាស៊ាន WTO IMF UN ជាដើមបន្ទាប់មកគឺបងប្អូនចំណុចទី2គឺខ្ញុំចង់ឲ្យបងប្អូនទៅសិក្សាស្រាវជ្រាវ research មើលទាក់ទងទៅនឹងកម្រងវិញ្ញាសាចាស់ដែលបានធ្លាប់ចេញហើយបងប្អូននៅពេលដែលបានហើយបងប្អូនត្រូវទៅយកមកធ្វើអនុវត្តជាប្រចាំដើម្បីធានានៅពង្រឹងសមត្ថភាពរបស់យើងឲ្យកាន់តែប្រសើរហើយទី3គឺខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរៀនតាមផ្នែកបានន័យថាបើយើងក៏លេខទៅមើលវិញ្ញាសាទី1ពហុចម្លើយជ្រើសរើស QCM បានន័យថានៅក្នុងហ្នឹងមានច្រើនផ្នែកមានទាំងសេដ្ឋកិច្ចមានទាំងនយោបាយមានទាំងច្បាប់មានទាំងអង្គការអន្តរជាតិទាក់ទងទៅនឹង UN WTO អាស៊ានជាដើមដូច្នេះខ្ញុំចង់ឲ្យបងប្អូនរៀនជាផ្នែកបានន័យថាបើសិនបើបងប្អូនលើកពីរៀនអំពីអាស៊ានបងប្អូនត្រូវរៀនអាស៊ានឲ្យអស់សិនចាំឆ្លងទៅមើលដំណាក់កាលទៀតកុំហ៊ានច្បោកច្បល់ដែលនាំឲ្យយើងនឹងគឺចាប់អត់បានច្បាស់លាស់នោះទេហើយទី4គឺខ្ញុំចង់ឲ្យបងប្អូនរៀនជាក្រុមហ៊ានជា team ហើយនឹងសួរសិស្សច្បងហ៊ានជាក្រុមគឺបានន័យថាបងប្អូនអាចបង្កើតជាក្រុមមួយតាក់ទងទៅនឹងបងប្អូនបេក្ខជនផ្សេងទៀតដែលស្គាល់គ្នាអាចបង្កើតជាក្រុមហ៊ានជុំគ្នានៅពេលដែលមានឯកសារណាមួយគាត់នឹងបោះចូលហើយយើងមានឯកសារណាមួយយើងនឹងចែករំលែកទៅកាន់ពួកគាត់ដូចគ្នាហើយនៅពេលដែលតនេបងប្អូនអាច
ជា Zoom បានថាចែករំលែកចំណេះដឹងគ្នាទៅវិញទៅមកបើសិនបើយើងអត់ចេះគាត់បញ្យល់យើងហើយបើសិនជាគាត់អត់ចេះយើងអាចបញ្យល់គាត់បានថាយើងផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមកហើយតើតើនឹងសួរសិស្សច្បងក៏ដូចគ្នាសិស្សច្បងបានថាគាត់ជាអ្នកធ្លាប់មានបទពិសោធន៍នៅលោកមុខរបស់យើងហើយបានន័យថាគាត់ជាប់ឆ្លងកាត់ហើយលទ្ធផលរបស់គាត់ទទួលបានជោគជ័យដែរដូច្នេះបងប្អូនអាចសួរពីគាត់បានកុំខ្លាចត្រូវឆាតសួរពួកគាត់ថាហេតុអីបានប្រឡងបងធ្វើម៉េចដើម្បីប្រឡងជាប់ហើយដើម្បីប្រឡងជាប់បានមើលវិញ្ញាសាមើលឯកសារណាខ្លះហើយគួរតែធៀមបែបណាខ្ញុំគិតថាសិស្សច្បងទាំងអស់គឺគាត់អត់រកទេខ្ញុំឃើញថាពួកគាត់សិតតែខុសៗហើយគាត់ចូលចិត្តចែករំលែកទៀតដូច្នេះបងប្អូនទៅសួរគាត់ពួកគាត់បានហើយសូម្បីតែខ្ញុំក៏ខ្ញុំចូលចិត្តចែករំលែកដែរហើយតកតងចំណុចទី5គឺទៅលើការអានការអានគឺសំខាន់ណាស់យើងដឹងហើយថាមុននឹងយើងថាយើងយល់ពីឯកសារណាមួយគឺឆ្លងកាត់ការអានយើងមិនអាចអត់បានអានផងយើងយល់ឯកសារនោះទេដូច្នេះការអានគឺជាពុទ្ធិដែលនាំឲ្យយើងឈានទៅរកបានន័យថាចំណេះដឹងកាន់តែទូលំទូលាយឃើញដោះដាបានន័យថាបើសិនជាយើងអានកាន់តែច្រើនចំណេះដឹងការវិភាគការគិតពិចារណារបស់យើងទៅពេលដែលយើងប្រឡងក៏កាន់តែច្រើនដែរបានន័យថាឧទាហរណ៍បើយើងអានបានច្រើនចំណេះដឹងរបស់យើងក៏ហុចកាន់តែច្រើនដែរហើយជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅដល់បេក្ខជនទាំងអស់ដែលពួកគាត់មានបំណងប្រឡងចូលសាលាភូមិរដ្ឋបាលខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនខិតខំប្រឹងប្រែងរៀនសូត្រដុសខាត់សមត្ថភាពរបស់ខ្លួនដើម្បីធៀមខ្លួនប្រកួតប្រជែងជាមួយបេក្ខជនដទៃទៀតហើយខិតខំប្រឹងប្រែងស្រាវជ្រាវរកមើលឯកសារចាស់យកមកធ្វើអនុវត្តហើយនឹងខិតខំប្រឹងប្រែងរកមើលឯកសារថ្មីតាមឲ្យទាន់ការកំណែតម្រង់នាពេលបច្ចុប្បន្នថាតើកំណែតម្រង់កំពុងតែបែរមុខទៅខាងណាសូមព្យាយាមតាមដានស្ថានព័ត៌មានថ្មីហើយមួយវិញទៀតខ្ញុំមានបំណងថាបើសិនបើបងប្អូនគាត់ស្រឡាញ់គាត់ចូលចិត្តហើយខំប្រឹងធ្វើកុំគិតពីកត្តាខាងក្រៅច្រើនពេកដែលជាកត្តាមិនល្អចំពោះយើងត្រូវខំប្រឹងធ្វើអ្វីដែលយើងចង់ធ្វើហើយបើសិនបើយើងធ្វើវាទៅអត់ទទួលបានលទ្ធផលល្អក៏យើងបានយល់ដឹងថាយើងខ្សោយចំណុចណាខ្វះខាតចំណុចណាដែរហើយបើសិនបើយើងធ្វើទទួលបានលទ្ធផលល្អក៏យើងដឹងពីសក្តានុពលនៃភាពខ្លាំងរបស់យើងដែរថាយើងកំពុងតែខិតខំប្រឹងប្រែងដុសសមត្ថភាពរបស់យើងកាន់តែខ្លាំងបន្ថែមទៀតហើយជាចុងក្រោយម្ដងទៀតខ្ញុំសូមជូនពរទៅដល់បេក្ខជនដែលធៀមប្រឡងនាពេលខាងមុខនេះទៅលើមន្ត្រីរដ្ឋលេខាក្របខ័ណ្ឌរដ្ឋលេខាធិការឋានកិច្ចការព្រំដែនមន្ត្រីក្របខ័ណ្ឌក្រសួងការបរទេសក៏ដូចជាក្រសួងយុតិធធម៌ឲ្យពួកគាត់ទទួលបានជោគជ័យទាំងអស់គ្នាខ្ញុំបាទសូមអរគុណBelty International University, the future of global leaders.